ដូច្នេះនៅក្នុងកំឡុងពេលនេះបើសិនបងប្អូនឃើញទៅលើតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះកាន់តែខ្លាំងក៏វានៅតែរឹតតែជាឱកាសនៅក្នុងការទិញវាឡើងដើម្បីទទួលបានផលចំណេញផងដែរបាទជំរាបសួរបងប្អូនអរគ្នាជួបគ្នាជាថ្មីជាមួយខ្ញុំគុនណាន់នៅក្នុងកម្មវិធីវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GFG Investment នៅថ្ងៃទី24មិថុនា2025នេះខ្ញុំនឹងធ្វើការចែកម្លែកជូនទាក់ទងនឹងព័ត៌មានផ្សេងៗដែលធ្វើឲ្យមានការប៉ះពាល់ទៅលើតម្លៃហាងឆេងទីផ្សារបាទយើងបន្តចាប់អារម្មណ៍ទៅលើតម្លៃហាងឆេងមាសដែលកាលពីម្សិលមិញតម្លៃហាងឆេងមាសវាមានការបើកផ្សារភ្លាមគឺវាហក់ឡើងភ្លាមតែម្ដងរហូតដល់តម្លៃ$3,397នៅក្នុងមួយអោនហើយក៏បានធ្លាក់ចុះមកវិញផងដែររហូតដល់តម្លៃ$3,347នៅក្នុងមួយអោនបើយើងគិតទៅគឺវាមានការប្រែប្រួលនៅក្នុងទំហំ$50នៅក្នុងមួយអោនបើយើងគិតជាតម្លឹងគឺវាមានការប្រែប្រួលនៅក្នុងទំហំ$60ក្នុងមួយតម្លឹងដែលវាបានធ្លាក់តាំងពីតម្លៃ$4,092មកនៅតម្លៃ$4,032នៅក្នុងមួយតម្លឹងដែលការធ្លាក់ចុះរបស់មាសកាលពីម្សិលមិញនៅក្នុងមុនម៉ោងអាមេរិកនោះគឺហាក់បីជាបានហុចឱកាសដល់បងប្អូនទាំងអស់គ្នានៅក្នុងការទិញវាឡើងពីព្រោះដោយដែលបានជម្រាបជូនបងប្អូនអញ្ចឹងនៅក្នុងកំឡុងពេលស្ថានភាពអាសន្នក៏ដូចជាស្ថានភាពសង្គ្រាមបែបនេះគឺជាឱកាសល្អមួយនៅក្នុងការទិញទៅលើតម្លៃហាងឆេងមាសបាទអញ្ចឹងម្សិលមិញនោះគឺវាបានធ្លាក់ចុះរហូតដល់តម្លៃ$3,347ហើយក៏បានបកឡើងរហូតដល់តម្លៃ$3,390ជាងនៅក្នុងមួយអោនបាទអញ្ចឹងបងប្អូនបានទិញនៅក្នុងតម្លៃមួយទៀតគឺបងប្អូនក៏ទទួលបាននៅផលចំណេញផងដែរប៉ុន្តែបន្ទាប់ពីវាមានការឡើងដល់តម្លៃកំពូលហើយក៏វាបានធ្លាក់ចុះមកវិញដែលតម្លៃមាសនៅក្នុងពេលបច្ចុប្បន្នគឺនៅក្នុងតម្លៃ$3,347នៅក្នុងមួយអោនដែលស្មើនឹង$4,032នៅក្នុងមួយតម្លឹងអញ្ចឹងបងប្អូនក៏ចង់ដឹងទៅថាតើហេតុអ្វីបានជាវាមានការឡើងហើយក៏បកធ្លាក់ចុះមកវិញនៅក្នុងទំហំមួយច្រើនគួរសមគឺរហូតដល់ទៅ50ទៅ$60នៅក្នុងមួយអោនផងដែរបាទអញ្ចឹងតើតើនៅមូលហេតុដ៏ចម្បងមួយដែលបានធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះមកវិញបែបនេះគឺដោយសារតែពិភពលោកទទួលបានដំណឹងដ៏ល្អមួយហើយក៏ជាសេចក្តីសាទរសម្រាប់ពិភពលោកទាំងមូលគឺតកតងនឹងបទឈប់បាញ់ទៅលើសង្គ្រាមនៃប្រទេសអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលកិច្ចព្រមព្រៀងនៅលើបទឈប់បាញ់នេះគឺបានកើតឡើងនៅក្នុងព្រឹកនេះតែម្ដងដែលជាសេចក្តីសាទររបស់ពិភពលោកទាំងមូលហើយចំណុចនេះហើយក៏បានធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះមកវិញគួបជាមួយនឹងតម្លៃហាងឆេងទីផ្សារផ្សេងៗក៏វាមានការប្រែប្រួលផងដែរដោយសារតែព័ត៌មានដ៏ល្អមួយនេះដោយសារតែមូលហេតុនេះហើយទើបធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះខ្លាំងបែបនេះនៅក្នុងព្រឹកនេះតែម្ដងបន្ទាប់ពីមានការធ្លាក់ចុះរបស់មាសតើបងប្អូនត្រូវធ្វើអ្វីទៀតជាមួយនឹងតម្លៃហាងឆេងក៏ដូចជាទីផ្សារមាសបន្តទៀតអ្វីដែលយើងត្រូវតាមដានបន្តទៀតនោះគឺតកតនឹងបំរែបំរួលទៅលើទីផ្សារមាសបើទោះបីជាមិនមានសង្គ្រាមក៏ទីផ្សារមាសគឺវាមានការហក់ឡើងរួចទៅហើយគ្រាន់តែមានសង្គ្រាមនៅក្នុងកំឡុងពេលនេះគឺវាបានរុញច្រានឲ្យតម្លៃមាសវាមានការហក់ឡើងខ្លាំងជាងមុននិងលឿនជាងមុនតែប៉ុណ្ណោះប៉ុន្តែសម្រាប់ព័ត៌មានដែលធ្វើឲ្យតម្លៃហាងឆេងមាសគឺវានៅតែមានដដែលដែលធ្វើឲ្យតម្លៃហាងឆេងមាសវាមានការហក់ឡើងដូចជាតកតងនឹងតម្លៃប្រាក់ដុល្លារចាប់ផ្ដើមមានការធ្លាក់ចុះមកវិញតកតងនឹងផែនការនៅក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ Fed ឬក៏ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកក៏នឹងអនុវត្តបន្តទៀតនៅក្នុងការដែលគេចង់ធ្វើការទម្លាក់អត្រាការប្រាក់ហើយមួយវិញទៀតតកតងនឹងការកើនឡើងទៅលើបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកគឺជាកត្តាមួយដែលធ្វើឲ្យតម្លៃលុយដុល្លារអាចនឹងមានឱកាសនៅក្នុងការធ្លាក់ចុះខ្លាំងហើយទាំងអស់នេះហើយដែលជាមូលហេតុមួយអាចធ្វើឲ្យតម្លៃហាងឆេងមាសវាមានការហក់ឡើងត្រឡប់មកលើវិញដូច្នេះនៅក្នុងកំឡុងពេលនេះបើសិនបងប្អូនឃើញទៅលើតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះកាន់តែខ្លាំងក៏វានៅតែរឹតតែជាឱកាសនៅក្នុងការទិញវាឡើងដើម្បីទទួលបានផលចំណេញផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមបងប្អូនទាំងអស់គ្នាកុំភ្លេចធ្វើការតាមដានទៅលើព្រឹត្តិការណ៍សង្គ្រាមផងដែរដែលតាក់ទងទៅនឹងការព្រមព្រៀងនៅក្នុងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់គឺវាគ្រាន់តែជាជំហានទី1នៅក្នុងការចរចាដើម្បីស្វែងរកសន្តិភាពប៉ុន្តែបើសិនជាមានអ្វីដែលកើតឡើងឬក៏មានអីខុសប្រក្រតីនៅក្នុងព្រឹត្តិការណ៍សង្គ្រាមនោះវារត់តែជាកត្តាមួយដែលធ្វើឲ្យតម្លៃហាងឆេងមាសអាចនឹងមានការហក់ឡើងលឿនដោយការពីមុនដូចនេះដែរឥឡូវយើងងាកមកចាប់អារម្មណ៍ទៅលើទីផ្សារប្រេងឆៅវិញម្ដងដែលប្រេងឆៅគឺវាមានការហក់ឡើងរហូតដល់តម្លៃ$78នៅក្នុងមួយបារ៉ែលនៅក្នុងកំឡុងពេលថ្មីដែលមានសង្គ្រាមនេះបាទប៉ុន្តែបន្ទាប់ពីវាមានការហក់ឡើងខ្លាំងបែបនេះក៏វាបានធ្លាក់ចុះមកវិញរហូតដល់តម្លៃ$67នៅក្នុងមួយបារ៉ែលអញ្ចឹងឃើញថាតាក់ទងនឹងការ
ការធ្លាក់ចុះទៅលើតម្លៃប្រេងវាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែននឹងជាហេតុផលអ្វីដែលធ្វើឲ្យតម្លៃហាងឆេងប្រេងមានការធ្លាក់ចុះខ្លាំងបែបនេះគឺតាក់ទងនឹងហេតុផលដែលធ្វើតម្លៃហាងឆេងមានការធ្លាក់ចុះបែបនេះខ្ញុំសូមនិយាយតាក់ទងទៅនឹងមូលហេតុដែលធ្វើតម្លៃប្រេងបានឡើងដល់តម្លៃ$78នៅក្នុង1បារ៉ែលដែលហេតុផលចម្បងនោះគឺតាក់ទងនឹងបញ្ហាសង្គ្រាមនេះតែម្ដងដោយសារតែអ៊ីរ៉ង់គឺជាប្រទេសមួយនាំចេញប្រេងទៅកាន់ពិភពលោកអញ្ចឹងកាលណាដែលមានសង្គ្រាមគឺវាបានបង្អាក់ក៏ដូចជារំខាននៅក្នុងការសង្វាក់ផលិតកម្មក៏ដូចជាការផ្គត់ផ្គង់ទៅលើពិភពលោកប៉ុន្តែផ្ទុយទៅវិញនៅក្នុងកំឡុងពេលថ្មីនេះដោយមានព័ត៌មានថាមានបទឈប់បាញ់រវាងប្រទេសទាំងពីរនេះក៏ធ្វើឲ្យតម្លៃហាងឆេងប្រេងវាមានការធ្លាក់ចុះដែលគេមើលឃើញថាតាក់ទងនឹងសង្វាក់ផលិតកម្មប្រេងគឺអាចនឹងត្រឡប់មកធម្មតាវិញជាមួយនឹងព័ត៌មានដែលអ៊ីរ៉ង់បានបើកច្រក Hormuz ត្រឡប់មកធម្មតាវិញចឹងហើយទើបជាមូលហេតុធ្វើឲ្យតម្លៃហាងឆេងប្រេងវាមានការធ្លាក់ចុះខ្លាំងបែបនេះចំណែកឯឱកាសនៅក្នុងការវិនិយោគលើទីផ្សារផ្សេងទៀតនោះមានដូចជាតាក់ទងនឹងរូបិយប័ណ្ណទំនិញដែលក្នុងនោះមានដូចជារូបិយប័ណ្ណអូស្ត្រាលីក៏ដូចជារូបិយប័ណ្ណញូហ្សេឡង់ផងដែរដែលអាចនឹងមានឱកាសនៅក្នុងការងើបឡើងវិញក៏ព្រោះតែអ្វីៗហាក់បីជាមានភាពធូរស្រាលច្រើនមែនទែនអំពីកិច្ចព្រមព្រៀងនៅបទច្បាប់បាញ់ដែលជាឱកាសមួយធ្វើឲ្យតម្លៃលុយទាំងអស់នេះអាចនឹងមានការហក់ឡើងចឹងសម្រាប់បងប្អូនដែលឆក់យកឱកាសនេះក៏គួរតែធ្វើការវិនិយោគទៅលើរូបិយប័ណ្ណទាំងអស់នេះដើម្បីទទួលបាននៅផលចំណេញផងដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងនឹងការវិនិយោគលើទីផ្សារមួយនេះសូមកុំភ្លេចចំណាយពេល5នាទីជួបជាមួយនឹងខ្ញុំគុណណាន់បាទសូមអរគុណសូមជម្រាបលា